เรียบสู้ประเมินตรวจจัดสิกจันจิตมิตรสมสวัสดิ์กุมจิตไม่ในขนมการวิทยุไว้ทั้งนี้จะเรียนรู้สัปดาห์การวิทยุไว้ทั้งนี้แต่เป็นพิเศษหรือบอดยการได้แตะตรงเป็นองค์กรในยุคจนในขนมสังคมปัจจุบันหากบอดยการในมือในมวยตือผลัดดาวในยกประเมินไว้ไม่ในมีอายุจะไปดับประมวยดำมาภัยปีชนะในขนมสัปดาห์นี้คำที่เราบอกเยอะมาเป็นพิเศษตัวเลยประเทศบอดมวยได้แตะตรงเป็นหนึ่งยุคจนในการประตุษย์ให้ในขนมการพิเศษในได้ยังมาเจอบองอีสุกุลมาจุ่มดิบซัวเชียร์ประเทศในตำแหน่งเป็นน้องในกรมพลโนเกียประจำปฏิกรรมเชียร์หนึ่งลายบ้านก็โดยเชียร์ยุคจนซิงเวเรบ้านจุ่มดิบซัวบ้านเชียร์สมบิเชียร์ลายมาไปก็โดยเชียร์ยุคจนพันชนเตียงเชียร์สบ้านจุ่มดิบซัวเชียร์สมบิเชียร์ลายคนทรายกับพงศ์เปิดบ้านเชียร์ประท่องเขียมทรงจุ่มดิบซัวตะบองแต่ตรงตำแหน่งตัวสับได้โดยไม่ได้หาทางตัวสับบองสมปรุงจริงบาดตุลสัตเพียงบานเป็นเน็ตเมอร์ปัจจุบันกรรมระบอบสมดัติสังจุนะโลกบานเป็นเจ้าทางตุลสัตนี่กลมล้างโดยปีมาตุเรศให้มันสับตุเรศนี่บานกระไดท้าตีชงายให้ซับคือสมดัยโดยฉะนั้นตุลสัตคือเจี๋ยประดับสำหรับเน็ตน้องชายฉลองที่ช่างบาให้เราทั้งไงยืงมีตุลสัตจะลัดตุลสัตจะลัดคือเจี๋ยประดับสำหรับเน็ตน้องชายฉลองที่ช่างวันนั้นยืงอายุตามกลุ่มบานโดยอิสระในขนมในใจกติกโฟมันครอบในช่างปีเอาไว้แต่สำหรับสองลูกมันเอาจุ่มในนั้นคือสำหรับตัวเลือกอุปกรณ์จุ่มลัดอุปกรณ์จะลัดปราบสำหรับตุ่มเน็ตน้องได้เพียรช้างตามระยะการหาเจ๊งในการตัวตุลหาโจเจ้าตุลสัตมีประมาณเพศได้บ้างบาดส้มจุ่มเรียบทาตุลสัตยืนจิตตุเตยยืนแปลงใจใจจีปีตุลสัตได้หนึ่งตุลสัตฉลาดที่โบราณมันจังคนเข้มส้มหาทาตุลสัตฉลาดที่จะองเลยหาทาโมบายโฟนให้ตุลสัตฉลาดนึงองเลยหาทาสมาร์ทโฟนวิปโรหน้องพิสัตมายังตอนไอเดียแต่ยังผู้ตัดหนักชั่วโมงยังโดยเด็กเข้มส้มไปเจาะจูนติ๊กเอาไว้ได้หาทาตุลสัตได้เอาไว้ได้หาทาสมาร์ทโฟนในขนมกรมพลโนเกียตุลสัตได้หรือก็โมบายโฟนนั้นยังแจกเจนจีปีเจ็ดคือตุลสัตได้ดำนาการเราเลยปรบกวนที่หาทางX30ខ្ញុំសូមជូនឧទាហរណ៍មួយតើទូរស័ព្ទដែលដំណើរការដោយ X30 ហ្នឹងមានអ្វីគឺឧទាហរណ៍ដូចជាទូរស័ព្ទ X1 សំដៅ X101 បាទដែលជាទូរស័ព្ទ Nokia SIM 2ថ្មីទើបតែនឹងប្រកាសចេញលក់នៅក្នុងប្រទេសកម្ពុជាក្នុងពេលថ្មីនេះដែលមានសមត្ថភាពខ្ពស់កាន់ថ្មរហូតដល់43ថ្ងៃមានច្រើនពណ៌សម្រាប់ជ្រើសរើសហើយយើងអាចស្ដាប់ចម្រៀងជាពិសេសយុវវ័យដែលគាត់និយមស្ដាប់ចម្រៀងបាទទូរស័ព្ទដែលដំណើរការលើ X40 នេះគឺជាប្រភេទទូរស័ព្ទដែលគេហៅថាមូលដ្ឋានយ៉ាងដូចនេះបានន័យថាយើងប្រើប្រាស់សម្រាប់ភាគច្រើនគឺសម្រាប់ហៅចេញនិងទទួលទូរស័ព្ទចូលបាទហើយក្រៅពីហ្នឹងវាមានមុខងារបន្ថែមដូចជាវិទ្យុចម្រៀងហ្នឹងខ្ញុំនឹងមិនបញ្ជាក់បន្ថែមទេទី2គឺជាទូរស័ព្ទដៃដែលដំណើរការដោយគេហៅថាប្រព័ន្ធប្រតិបត្តិការ X40 បាទខ្ញុំជូនឧទាហរណ៍ដើម្បីខ្ញុំនិយាយដូចជាពាក្យបច្ចេកទេសពេក X40 ឧទាហរណ៍ដូចជាទូរស័ព្ទ Nokia C200 ដែលជាទូរស័ព្ទ SIM 2ថ្មីដែលទៅបាននាំមកជូនតិថិជនកម្ពុជាឧទាហរណ៍ដូចជាទូរស័ព្ទ C301 ទូរស័ព្ទ X302 នេះជាដើមគឺសុទ្ធសឹងតែជាប្រភេទទូរស័ព្ទដែលដំណើរការលើ X40 ខុសគ្នាពី X30 ដូចម្ដេចខុសគ្នាត្រង់តាវាមានអ្វីដូចទូរស័ព្ទ S30 អញ្ចឹងក៏ប៉ុន្តែវាមានសមត្ថភាពលើសមួយកម្រិតទៀតគឺវាអាចភ្ជាប់ទៅនឹងអ៊ីនធឺណិតបានយើងអាចផ្ញើអ៊ីមែលតាមរយៈ Yahoo Gmail OVmail ជាដើមបាទនេះមានសមត្ថភាពច្រើនដូចនេះយើងអាចចូលទៅប្រើអ៊ីនធឺណិតយើងអាចចូលទៅក្នុងគេហៅថា online store ហាងអនឡាញនៅក្នុង Nokia យើងហៅថា OV Store នៅទីនោះអ្នកប្រើប្រាស់គាត់អាចចូលទៅ download application កម្មវិធីទីនោះខ្លះ
ก็ฟรีខ្លះក៏ត្រូវគិតលុយប៉ុន្តែមានកម្មវិធី free ច្រើនយើងអាច download តាក់ទងទៅនឹងកម្មវិធីខ្លះតាក់ទងនឹងការធ្វើដំណើរយើងត្រូវការផែនទីយើងអាចទៅ download បានតាក់ទងទៅនឹងការកំសាន្តយើងអាច download game បាទហើយតាក់ទងនឹងការអប់រំដូចជាភាសាអង់គ្លេសដូចជាវចនានុក្រមជាដើមបាទហើយអានេះគឺគេហៅថា mobile phone ទូរស័ព្ទដៃមានពីរប្រភេទ S30 និង S40 ខុសគ្នាត្រង់មួយមានភ្ជាប់ទំនាក់ទំនងទៅអ៊ីនធឺណិតហើយបន្តមកទៀតប្រភេទទី2របស់ទូរស័ព្ទហ្នឹងគេហៅទូរស័ព្ទឆ្លាតឬ smartphone គឺជាទូរស័ព្ទដែលមានសមត្ថភាពខ្ពស់ជាងទូរស័ព្ទដែលខ្ញុំបានលើកមកអំបញ្ញមិញនេះបាទមុននឹងនិយាយលំអិតទៅទៀតខ្ញុំសូមបើកវងកញ្ចក់បន្តិចថានៅក្នុង smartphone យុទ្ធសាស្ត្រ smartphone ក្រុមហ៊ុន Nokia កាលពីដើមឆ្នាំកន្លងទៅនេះបានប្រកាសថានឹងយក Windows Phone ប្រតិបត្តិការ Windows Phone របស់ Microsoft ធ្វើជាប្រព័ន្ធប្រតិបត្តិការបង្គោលរបស់ smartphone នៅថ្ងៃអនាគតហើយនៅពេលបច្ចុប្បន្នក្រុមហ៊ុន Nokia ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ S60 ដែលវិវត្តទៅជា Symbian 3 បាទហើយចុងក្រោយបងអស់នេះវិវត្តទៅជា Symbian ANA បាទ Symbian ANA ហើយការវិវត្តលើប្រព័ន្ធប្រតិបត្តិការ Symbian នេះនឹងនៅតែបន្តរហូតយ៉ាងហោចណាស់2016ក្នុងនេះមានជាយុវជនផ្ទាល់គិតថាខ្លួនឯងផ្ទាល់ហ្មងចូលចិត្តប្រើ mobile phone ឬក៏ smartphone ជាងសម្រាប់ខ្ញុំគិតថាចូលចិត្ត smartphone ច្រើនជាងបាទមូលហេតុអីដែរពីព្រោះវាទំនើបហើយការប្រើប្រាស់វាដូចលក្ខណៈជា computer អាចស្រាវជ្រាវនៅឯកសារផ្សេងៗជាច្រើនហើយមានកម្មវិធីល្អៗនៅក្នុងនោះហើយបន្តមកទៀតវាផ្ដល់នៅគុណប្រយោជន៍ផ្សេងៗដែលយើងអាចស្រាវជ្រាវឬក៏រុករកអ្វីផ្សេងៗឬក៏កម្មវិធីបន្ថែមដាក់ចូលវាល្អបាទចង់សួរមកខាងបងវិញជាមួយនឹងក្រុមហ៊ុនរបស់បងផ្ទាល់បើតាមស្ថិតិបងដឹងថានៅក្នុងពិភពលោករបស់យើងគឺការប្រើប្រាស់ទូរស័ព្ទគឺមានប្រជាជនចំនួនប្រមាណដែរបាទសម្បូរស្រាយបាទខ្ញុំមានទិន្នន័យតាក់ទងនឹងអ្នកដែលប្រើប្រាស់ទូរស័ព្ទ Nokia ទូទាំងពិភពលោកអ្នកប្រើប្រាស់ទូរស័ព្ទ Nokia ទូទាំងពិភពលោកនេះគឺមានចំនួនរហូតដល់1300 លានអ្នកបាទនៅក្នុងពិភពលោកគិតមកត្រឹមបច្ចុប្បន្នបាទយើងឃើញថាចំនួនប្រជាជនដែលប្រើប្រាស់ទូរស័ព្ទគឺមានច្រើនមែនតើតែនេះគ្រាន់តែជាក្រុមហ៊ុន Nokia មួយតែបើសិនជាក្រុមហ៊ុនផ្សេងទៀតក៏ច្រើនមែនតើតែម្ដងបាទជាមួយនឹងកម្មវិធីរបស់យើងក៏បានរៀបចំនៅបទយកាមួយដែលតាក់ទងទៅនឹងប្រធានបទនៅក្នុងសប្តាហ៍នេះផងដែរដែលផលិតដោយក្រុមអ្នកយកព័ត៌មានវ័យក្មេងតែពេលនេះសូមអង្វរដល់ប្រិមត្តទូរទស្សនិកជនទៅតាមដានទស្សនាបទយកាដូចតទៅទៅទូរស័ព្ទផ្ដល់សារៈសំខាន់ដូចជាងាយស្រួលទាក់ទងគ្នាដូចជានៅពេលធ្វើការងារនៅពេលរៀនសូត្រឬក៏ដូចជាមានបងប្អូននៅទីឆ្ងាយដូចជាឧទាហរណ៍ដូចជាមានគ្រោះថ្នាក់អ្វីមួយយើងអាចទាក់ទងគ្នាបានឆាប់រហ័សបាទទូរស័ព្ទផ្ដល់សារៈសំខាន់ដល់ខ្ញុំដូចជាមានភាពងាយស្រួលក្នុងការទាក់ទងមិត្តភ័ក្តិដូចជាក្រុមគ្រួសារជាដើមដល់សំខាន់ដូចពេលណាដែលខ្ញុំមានការរវល់លេខចឹងមួយក៏មានការអ្វីមួយចឹងខ្ញុំខលទៅរកបងប្អូនមួយក៏កន្លែងលក់ដូររបស់ខ្ញុំចឹងទូរស័ព្ទផ្ដល់សារៈសំខាន់ដូចជាវាងាយស្រួលក្នុងការតាក់ទងទៅអ្នកផ្ទះរបស់ខ្ញុំទៅមិត្តភ័ក្តិទៅកន្លែងការងារ ត
ខ្ញុំចូលចិត្តប្រើទូរស័ព្ទព្រោះទូរស័ព្ទងាយស្រួលដើម្បីដូចជាតាក់ទងគ្នាដូចនៅទីចិត្តទីឆ្ងាយដូចការសិក្សាឬបងប្អូននៅកន្លែងណាមួយខ្ញុំប្រើដើម្បីទំនាក់ទំនងនៅក្រុមគ្រួសាររបស់ខ្ញុំនិងមិត្តភ័ក្តិចាខ្ញុំចូលចិត្តប្រើទូរស័ព្ទដែរតែគោលបំណងរបស់ខ្ញុំគឺសម្រាប់តាក់ទងក្រុមគ្រួសារនិងបងប្អូនខ្ញុំប្រើប្រាស់ទូរស័ព្ទដៃក្នុងគោលបំណងដើម្បីឲ្យឪពុកម្ដាយរបស់ខ្ញុំទំនាក់ទំនងពេលដែលខ្ញុំទៅទីឆ្ងាយនិងទំនាក់ទំនងទៅមិត្តភ័ក្តិនិងលោកគ្រូអ្នកគ្រូនៅពេលដែលខ្ញុំឆ្ងល់នៅមេរៀនអ្វីមួយខ្ញុំប្រើទូរស័ព្ទដៃក្នុងគោលបំណងថាវាអាចផ្ដល់ប្រយោជន៍ដូចជាឲ្យយើងអាចតាក់ទងគ្នាបានហើយថាយើងថានៅឆ្ងាយពីគ្នាយើងអាចនិយាយសួររកគ្នាថានៅទីកន្លែងណានិងពេលមានចម្ងល់ក្នុងការសិក្សាយើងអាចតាក់ទងគ្នាសួរពីរឿងការរៀននឹងចាខ្ញុំយល់ថាការប្រើប្រាស់ទូរស័ព្ទដៃបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាគឺពិតជាធំទូលាយខ្លាំងណាស់ព្រោះវាមានប្រព័ន្ធទូរស័ព្ទច្រើនហើយមិនថាក្មេងចាស់ឬយុវវ័យគ្រប់រូបតែងតែមានទូរស័ព្ទដៃសឹងតែគ្រប់គ្នាការប្រើទូរស័ព្ទមានផលប្រយោជន៍និងគុណវិបត្តិដោយសារតែរលកសញ្ញានេះខូចនៅខួរក្បាលយើងហើយផលប្រយោជន៍នោះគឺវាមានភាពងាយស្រួលក្នុងការតាក់ទងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតទស្សនិកជនបានជ្រាបរួចមកហើយថាបច្ចេកវិទ្យាមានការរីកចម្រើនឥតឈប់ឈរមិនថាតែនៅលើទីផ្សារជាតិឬអន្តរជាតិតួយ៉ាងទូរស័ព្ទត្រូវបានប្រើប្រាស់ស្ទើរតែពីពេញពិភពលោកប៉ុន្តែទូរស័ព្ទបានផ្ដល់គុណសម្បត្តិយ៉ាងច្រើនដល់យើងវាក៏នៅតែមានគុណវិបត្តិយ៉ាងច្រើនដល់យើងផងដែរដើម្បីឲ្យកាន់តែធៀបទៅច្បាស់សូមនាំអារម្មណ៍ទស្សនិកជនទៅជួបជាមួយនឹងប្រសាសន៍លោកវេជ្ជបណ្ឌិតការប្រើទូរស័ព្ទដៃវាអាចប៉ះពាល់ទៅដល់សុខភាពយើងពិតប្រាកដដោយសារអ្វីដោយសារទូរស័ព្ទដៃវាបញ្ចេញគេហៅថា microwave រលក microwave បណ្ដាលមកអំពីដោយសារមានការគេហៅថា radiation electromagnetic បាទរលក radiation microwave ដែលបណ្ដាលអំពី radiation electromagnetic នេះគឺវាអាចប៉ះពាល់សុខភាពយើងពិតប្រាកដជាពិសេសវាអាចប៉ះដល់កុមារដោយសារអ្វីដោយសារតែកុមារមានឆ្អឹងរលាស្ដើងជាងឆ្អឹងរលាមនុស្សចាស់ដោយសារតែខួរក្បាលរបស់កុមារវាមានភាពគំរាវរាវជាងខួរក្បាលរបស់មនុស្សចាស់ដូច្នេះ radiation electromagnetic ដែលបណ្ដាលអំពីការប្រើទូរស័ព្ទដៃនេះឯងវាអាចឆ្លងកាត់លលាក្បាលរបស់ក្មេងនិងខួរក្បាលរបស់ក្មេងយ៉ាងងាយស្រួលដែលជាបញ្ហាចម្បងគឺថាវាជំរុញឲ្យប៉ះពាល់ខួរក្បាលនឹងឯងដែលបណ្ដាលជួនកាលទៀតអាចមានបញ្ហាជារោគម្យ៉ាងគេហៅថាមហារីកខួរក្បាលឬក៏ប៉ះពាល់ភ្នែករបស់កុមារនឹងឯងនារីដែលមានផ្ទៃពោះក៏វាអាចប៉ះពាល់ដែរអាចប៉ះពាល់បើប្រសិនណាជាយើងមានផ្ទៃពោះឬក៏សង្ស័យថាយើងមានផ្ទៃពោះហើយបាទនិយាយថាម៉េចបាទនិយាយថាវាអាចប៉ះពាល់សុខភាពទៅដល់ទារកដែលនៅក្នុងពោះបាទស្ដីថាសរីរាង្គដែលកំពុងតែប្រឹងប្រែងធំធាត់របស់កុមារវាងាយស្រួលប៉ះពាល់បាទនិយាយថារងនៅ radiation electromagnetic នេះណាបាទដូច្នេះហើយបានជាកុមារដែលម្ដាយបីនៅលើខ្លួនឬក៏ទារកដែលនៅក្នុងពោះម្ដាយដែលប្រើទូរស័ព្ទគួរតែជៀសវាងបាទពីព្រោះវាអាចមានផលប៉ះពាល់ដោយសារតែ radiation electromagnetic នេះបាទយល់ល្អគេឲ្យប្រើទូរស័ព្ទដែលគេហៅថាទូរស័ព្ទធម្មតានៅលើតុរបស់យើងអាធំហ្នឹងជាការល្អណាស់ជាការល្អណាស់គឺថាវាអាចកាត់បន្ថយគឺថា radiation electromagnetic ដោយយើងអ្វីដោយយើងចែកសន្ទនាគ្នាដែលប្រើ speaker របស់ទូរស័ព្ទសូមជម្រាបជូនថាកាលណាយើងប្រើទូរស័ព្ទ cell phone ដាក់ផ្ទាល់ត្រចៀកបាននិយាយថាវាប៉ះពាល់ខ្លាំងណាស់ពីព្រោះសំឡេង radiation electromagnetic វាឆ្លងកាត់តាមត្រចៀកចូលទៅដល់ប៉ះខួរក្បាលយើងតែម្ដងការស្រាវជ្រាវបង្ហាញថាបើប្រសិនណាជាយើងដាក់ទូរស័ព្ទយើងឆ្ងាយពីត្រចៀកចំនួន5សង់ទីម៉ែត្រយើងអាចកាត់បន្ថយអត្រាគ្រោះថ្នាក់របស់យើងបាន 75%បើប្រសិនណាជាយើងដាក់ទូរស័ព្ទឲ្យឆ្ងាយពីត្រចៀក18សង់ទីម៉ែត្រ
dương ai cắt bàn thoi atra của thả nước ban là hô từ đó tách chiềng mũi phía rồi đối với Giêsu từ tiệt thả chưa lực rú ba persona chỉ dương prakas cả ta headset và cả đặt luôn cái chuyện và to bị từ sạp dương nó bị dạng mệt đá xôm dùng điệp thả cả đại dương đặt luôn cái chuyện ấy cứ chia vì miền một người với chị ông tàn vì miền em mong đối với vì miền radiation electromagnetic phê đòn đại dương từ tuổi ba sẽ tham mệnh bài dương thì dây từ sạp trầm sai phone được đạn từ chuyện tế vía polyba về miền này phân ta bài dương đặt cái hào thà cả nó trôi không từ chia ba sẽ đã polyba đại dương ai từ tuổi nó cứ tha bay đòn phê ba sẽ tha electromagnetic đại ban bị càng ấy việc bị chun direct mà cứ thà to trôi không từ chia cứ bắt vào tiền xong thì cứ bay đòn bàสมัยนี้คือทางที่ยังมีหน้ามือได้บลูทูธปลาบลูทูธกัดมันถอยบานชราบานที่ทำไมบานหารัดยาชงอิเล็กโทรมาติกอาจมันถอยบานมุ้ยเพียมร้อยปั้นตายคอมเพล็กถามุ้ยเพียมร้อยในรัดยาชงอิเล็กโทรมาติกแต่ยังบานที่บลูทูธนี้คือโจลตัวอะไรมาลองบานที่ทำให้เมียนกาปากปอลได้ปันปฏิมันแมนเอาชีวิตของกาฟราเต้เชี่ยเวียงกาคัดบันท้ายโดยยืมเมียนมุสูบายโดยต่อเต่ายืมดังหายตีมวยไอปะปอตะเลกุม้าตีปียืมไอปะปอตะเลสไตรเดมีตีปูตีใบกันนายยืมปลาตูรซับยืมตะปลาเนอกระไหลยืมกระเปรเลียมวยได้เมียนเสวากรุบร้อนหรือให้ยืมไม่เตี้ยยืมปลาตูรซับเนอเปเลยdương có thể đăng thang được về là dương chỉ rọt yuan đưa cái say thơ tầm na đầy lươn hay dương tu được sắp tờ nè nam nè tiết dương thật cật thà nó còn miền phật ba để cho nên bọn phụ hay chip dương yuan dương ai chia việc bàn để ai cắt mà thoi bàn phải chỉ miền phụ class đạp cả ta âm pastry rồi có say nó đạp chùm riêng ta tam tu được sắp ấy nó bao số lên khăng ở pro ở to ba em vì mình chỉ cả là thế bà son chùm riêng trung thả cả đạp đấy mình bắt wall sọc phiếp lúc raแต่พระองค์สนับขนมระลกก็ท่ากำลังbảo vệ an toàn thực tế nắngระลกbảo vệ free con vía tám cáiท่าlẽ khả năng thông đa bà thì ta sầm lê mũi tam để bị việc xong thì thông đa phân tải bảoพระองค์หรือกับโลกtiền ó đã do can tự đặt nông tự chia để bị đặt ở vùng hay bờ kháng chia bánh hà muối cứ thả thơ ấy dương bắt bón đi cả sạp mình bắt bón cứ thôi đi cả sạp nứng chia bà đà bà hệ tha dạng mày bà hệ tha tập bà viết thơ ở dương miền cả thôi chốc nông cả sạp sông nè sạp bị tràn ná hay nên chịu viên tam ăn sạc nhom đã bàn chung rượu chunเราไปไม่นั่งดีบาทสมคนว่าหลังจากปีมันตามนั้นตัวสนะในบอร์ดการเป็นนิสงวายรำพรีเมียร์ตุรเทสจนมาจูบกับสัมผัสจมูกนวิคมันบอร์ดยังชิมันต่อตีดมาตามระยะการตัวสนะในบอร์ดการมันไม่เยอะมันคือดูให้ทางอัมพีดำไหลในตัวซับมั้ยสลับไปยังตัวซับยังทำเบี้ยเฉินเหมือนแต่ในพวกสลับไปยังตัวซับแต่จนตั้งตรงนู้นตามระยะซาปอมเบียนก็โดยเฉพาะการจอในตัวสนะได้กับบานเลือกลางทางการปราตัวซับคือกบม้าไอปะปอตะดาวพวกกับมาจมพัวมันแต่นี่ได้ตั้งขนมกาตัวซับบ่อเยื้องตามมีวิธีอย่างนั้นแบบกับเป็นทอยในความปะปอนนี่แบบสมกุลจีแบบเตะตรงตัวหนึ่งสกุลเพียบนี้ในแต่จีประเทศบอลมีการเปลี่ยนซานเอาหลายแบบมีมันเตะคลาสมีตามหลักพอในการสร้างเทรียมคลาสเป็นเจตนากุมาอายุกลางปีชนะคุมกูปลายประตูสามเตะมันเตะคลาสเตะลงมันเดินทางกุมายุบจุนจีดาวโลกมีเพียงไกลไอเตอร์ตำแหน่งตำนองไหนจีบการโดยเฉพาะคุมกูปราบประตูสามบาตุนต้นหนึ่งมัตเตเป็นปีนี้มีมัตเตมวยบานเจตากุมายุบจุนกระดาวเตอร์แต่ทัวยังไม่ซ้อมบนซ้อมแต่หนึ่งการบอลในปัจจัยจีในปัจจุบันมีดำเนินการในการตำแหน่งตำนองนั่งจราโดยเฉพาะกูตายเอากุมาหนึ่งยุบจุนยืนการประตูสัตว์แบบจุมพกกรมพลโนเกียบต้อนคือยังทรงความโตสิทธิ์ระบบลูกได้เชียร์น้ำเชียร์บาลเบียดดามิดาขนมการสมัยหากูแต่เอาบทนาบอกลุ้นปราบปรามขนมใบนะให้ปราบปรามโดยในสวรรค์กิจ
បាទបើតាមបងនេះជាអ្នកបច្ចេកទេសនៅក្នុងខាងក្រុមហ៊ុននោះធាផ្ទាល់តែបងអាចជម្រាបបានថាកត្តាអ្វីដែលធ្វើឲ្យយុវជនក៏ដូចជាកុមារក៏ដូចជាប្រជាជនរបស់យើងហ្នឹងមានការចាប់អារម្មណ៍នៃការប្រើប្រាស់ទូរស័ព្ទបាទសម្រាប់យើងបាទខ្ញុំជឿថាកត្តាដែលជំរុញឲ្យយុវជនមនុស្សជាតិទូទៅប្រើប្រាស់ទូរស័ព្ទដោយសារលោកបានពិនិត្យឃើញគុណសម្បត្តិរបស់វាគុណសម្បត្តិដ៏ច្រើននៃការប្រើប្រាស់ទូរស័ព្ទដៃនេះខ្ញុំសូមលើកមួយចំនួនបាទមានអីខ្លះដោយសារទូរស័ព្ទដៃយើងអាចដាក់តាមខ្លួនបានគ្រប់ពេលដូច្នេះប្រសិនបើមានការហៅទូរស័ព្ទសំខាន់មកយើងកម្រនឹងខកខានមិនបានលើទូរស័ព្ទនោះណាអញ្ចឹងយើងអាចទទួលព័ត៌មានបានទាន់ពេលវេលាបាទហ្នឹងគឺជាគុណសម្បត្តិទី1គុណសម្បត្តិទី2ដោយសារទូរស័ព្ទដៃគឺជាគេហៅថាភ្នាក់ងារបញ្ជូនព័ត៌មានបានលឿនទាន់ហេតុការណ៍ឧទាហរណ៍ថាមានហេតុការណ៍អ្វីកើតឡើងគ្រោះថ្នាក់ចរាចរណ៍គ្រោះគីភ័យជាដើមយើងអាចធ្វើការទំនាក់ទំនងទៅអាជ្ញាធរមានសមត្ថកិច្ចយើងអាចទំនាក់ទំនងទៅមន្ទីរពេទ្យដើម្បីសង្គ្រោះស្ដារស្ថានភាពហ្នឹងឲ្យបានទាន់ពេលវេលាហើយខ្ញុំសង្កេតឃើញបច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជាគេប្រើប្រាស់ទូរស័ព្ទដៃជាពិសេសបងប្អូនសារព័ត៌មានលោកបានទីការផ្ទាល់ពីកន្លែងកើតហេតុផ្ទាល់ដែលជាព័ត៌មានប្រយោជន៍សម្រាប់ទស្សនិកជននិងប្រិយមិត្តអ្នកស្ដាប់ហើយបើយើងពិនិត្យមើលទៅលើទូរស័ព្ទភាគច្រើនគឺមានCasio មានម៉ោងរោមានកម្មវិធីរំលឹកពេលវេលាឧទាហរណ៍ថាថ្ងៃនេះយើងមានបេសកកម្មត្រូវពេញខ្លះដើម្បីពួកយើងអាចមានការងារច្រើនយើងអាចផ្លេចយើងកត់ចូលក្នុងហ្នឹងអញ្ចឹងយើងអត់អាចខកខានមិនបានពេញការងារណាមួយទៀតផុតឲ្យយើងសម្រេចគោលដៅរបស់យើងប្រចាំថ្ងៃបាទដូច្នេះយើងអាចថាទូរស័ព្ទនេះគឺជាជំនួយការដ៏ចំណិតរបស់យើងនៅក្នុងបញ្ហានេះក៏ប៉ុន្តែអ្វីដែលខ្ញុំសំណូមពរទាក់ទងទៅនឹងការប្រើប្រាស់ទូរស័ព្ទនេះដែរគឺវាអាចប៉ះពាល់ដល់ចំណាយនៅក្នុងគ្រួសារវាអាចយើងគួរពិចារណាការប្រើប្រាស់ទូរស័ព្ទនៅពេលបើកបរជាដើមដែលវាអាចជាកត្តាយើងគួរពិចារណាមួយវាទៅសួរទៅខាងយុវជនវិញតើមានកត្តាអ្វីខ្លះដែលជំរុញឲ្យយុវជនចូលចិត្តប្រើប្រាស់ទូរស័ព្ទបាទសូមជម្រាបបាទចំពោះសំណួរនេះដែរបើតាមការសង្កេតរបស់ខ្ញុំទៅលើយុវជននាពេលបច្ចុប្បន្នយើងឃើញថាយុវជនមានការប្រើប្រាស់ទូរស័ព្ទច្រើនហើយកត្តាដែលធ្វើឲ្យយុវជនមានការប្រើប្រាស់ទូរស័ព្ទគឺបណ្ដាលមកពីយុវជនគិតថាខ្លួនគឺជាមនុស្សដែលកំពុងតែទទួលយកនៅបច្ចេកវិទ្យានាពេលបច្ចុប្បន្នអញ្ចឹងដើម្បីខ្លួនមានភាពទាន់សម័យឬក៏ហ៊ឺហាលើពីនេះទៅទៀតយុវជនគិតថាខ្លួនត្រូវតែទទួលបាននូវព័ត៌មានយ៉ាងច្រើនអំពីតាមរយៈទូរស័ព្ទដែលក្នុងនោះអាចទទួលបាននៅដោយថាមេរៀននៅក្នុងទូរស័ព្ទទាក់ទងនឹងភាសាអង់គ្លេសទាក់ទងនឹងគណិតវិទ្យារូបវិទ្យាជីវវិទ្យាហើយគឺអាចផ្ដល់និងទទួលព័ត៌មានទាំងក្នុងស្រុកនិងក្រៅស្រុកផងដែរជាសម្រាប់បងវិញតើបងផ្ទាល់តើបងយល់យ៉ាងណាសម្រាប់ខ្ញុំវិញខ្ញុំគិតថាកត្តាដែលជំរុញឲ្យយុវជនក្នុងការប្រើប្រាស់ទូរស័ព្ទច្រើនហ្នឹងគឺដូចខ្ញុំបាននិយាយមុនអញ្ចឹងថាវាផ្ដល់នូវគុណប្រយោជន៍ជាច្រើនសម្រាប់យុវជនយើងសប្តាហ៍ថ្ងៃវាព្រោះអីដូចយើងថាពេលគាត់មានការសំខាន់ឬក៏កិច្ចការអ្វីមួយគាត់អាចប្រើវាសម្រាប់ទំនាក់ទំនងទៅឆ្ងាយឬក៏នៅចិត្តបានដោយរហ័សទាន់ចិត្តផងដែរហើយជាពិសេសទៀតនោះគាត់អាចស្រាវជ្រាវឬក៏រកអ្វីដែលថ្មីសម្រាប់គាត់ហើយដូចជាពេលខ្លះគាត់មានពេលកំណត់ពេលវេលាសម្រាប់គាត់ជួបជុំឬក៏អីមួយមិត្តភ័ក្តិអញ្ចឹងគាត់អាចប្រើប្រាស់ទូរស័ព្ទបានបាទដូច្នេះទន្ទឹមនឹងផលប្រយោជន៍តើទូរស័ព្ទមានផលប៉ះពាល់អ្វីខ្លះដែរបាទសូមរំជើញបាទទន្ទឹមនឹងផលប្រយោជន៍យើងឃើញថាទូរស័ព្ទក៏បានផ្ដល់ផលប៉ះពាល់ដល់យុវជននាពេលបច្ចុប្បន្នយ៉ាងច្រើនដែរដូចជាខ្ញុំមើលទៅនឹងតែនិយាយថាយុវជននាពេលបច្ចុប្បន្នណានាពេលរៀនក៏ដោយគឺគាត់ប្រើទូរស័ព្ទជានិច្ចសូម្បីតែពេលរៀនគឺគាត់អត់មានដាក់ silent ឬគាត់អត់មានបិទទេគឺគាត់បើកមិនត្រឹមតែបើកប៉ុណ្ណឹងគាត់ដល់ថ្នាក់ទាំងលេងហ្គេមនៅក្នុងថ្នាក់ដល់ថ្នាក់នឹងបើកចម្រៀងស្ដាប់ការអីមើលទៅហាក់ដូចជាអត់សមជាយុវជនសោះព្រោះថាវ័យជាវ័យសិក្សាប៉ុន្តែបែរជាយកនៅគេថាសម្ភារៈនិយម
មកកាត់បន្ថយនៃការសិក្សាទៅវិញអញ្ចឹងហាក់ដូចជាមិនត្រឹមត្រូវដែរ ហើយជាមួយខ្ញុំក៏សូមសំណូមពរទៅដល់យុវជនផងដែរថានៅពេលដែលយើងបើកបរសូមមេត្តាកុំប្រើប្រាស់ទូរស័ព្ទក៏ដូចជាការស្ដាប់ចម្រៀងដោយប្រើកាសក៏ដូចជាការ Bluetooth ផងដែរបាទជាមួយកម្មវិធីរបស់យើងចានៅក្នុងសប្តាហ៍នេះផងដែរយើងបានទទួលចំណេះដឹងយ៉ាងច្រើនទាក់ទងនឹងទូរស័ព្ទហើយចុងក្រោយតបងប្រុសមានសំណុំពរអ្វីទៅកាន់យុវជនក៏ដូចជាសំណុំពរដល់មេដាបេដាក្នុងតាមរយៈការប្រព្រឹត្តសាសនាចា៎អរគុណបាទខ្ញុំសំណុំពរដល់អស់លោកដែលជាមេដាបេដានឹងសូមគ្រប់គ្រងសិទ្ធិឬក៏សេចក្តីសម្រេចរបស់មេដាបេដាក្នុងការជ្រើសរើសព្រោះលោកបានដឹងច្បាស់ពីតម្រូវការថាគួរឬពុំគួរឬក៏វ័យណាដែលបុត្រធីតារបស់លោកអ្នកគួរចាប់ផ្ដើមប្រើប្រាស់ទូរស័ព្ទដៃបាទហើយសូមឲ្យយុវជនប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងផ្លូវត្រូវផ្លូវល្អបាទដើម្បីជាប្រយោជន៍ដើម្បីជោគជ័យនៅក្នុងការងារសិក្សានិងទំនាក់ទំនងជាមួយក្រុមគ្រួសារបាទអញ្ជើញសម្រាប់ខ្ញុំវិញខ្ញុំក៏មានសំណូមពរទៅដល់យុវជនថាសូមឲ្យគាត់ប្រើប្រាស់ទូរស័ព្ទដែលក្នុងផ្លូវដ៏ល្អអញ្ចឹងទៅគាត់អាចស្រាវជ្រាវឯកសារឬក៏អីអញ្ចឹងឬក៏ទេសួរមិត្តភ័ក្តិនៅរូបមន្តអីផ្សេងៗដែលជាផ្លូវល្អសម្រាប់គាត់ហើយកុំយកទៅនេះយកទៅប្រើប្រាស់នៅក្នុងផ្លូវមិនអស់ដូចជាតំណែងរបៀបថាគាត់អត់នេះប្រើប្រាស់ក្នុងផ្លូវមិនល្អហើយក៏សូមសំណូមពរឲ្យមេដាបេដាផងដែរថានៅពេលដែលកូនគាត់ក្រោមអាយុ12ឆ្នាំក៏សូមកុំឲ្យគាត់ប្រើទូរស័ព្ទច្រើនពេកអាចប្រើបានក្នុងករណីបន្ទាន់ព្រោះអីការប្រើប្រាស់ទូរស័ព្ទអញ្ចឹងធ្វើឲ្យខួរក្បាលគាត់ឆាប់ខូចឬក៏កើតទៅជាជំងឺផងដែរចំពោះមតិយោបល់របស់ខ្ញុំវិញក៏មិនខុសពីបងប្រុសផ្នែកប្រធាននេះដែរហើយនឹងបងវរៈនេះដែរគឺខ្ញុំសូមសំណូមពរដល់យុវជនទាំងអស់ហើយនឹងមេដាបេដាឲ្យយល់អំពីអត្ថប្រយោជន៍និងគុណវិបត្តិនៃការប្រើប្រាស់ទូរស័ព្ទហើយសូមឲ្យពួកគាត់នឹងប្រើទូរស័ព្ទនៅក្នុងផ្លូវត្រូវលើសពីនេះទៅទៀតសូមឲ្យមេដាបេដារបស់យុវជនទាំងអស់ហ្នឹងដាស់ក្រានរំលឹកដល់យុវជនគឺមានន័យថាបើសិនបើគាត់ចេះតែបណ្ដោយឲ្យកូនគាត់នឹងប្រើប្រាស់ទូរស័ព្ទដល់បំបានខ្វល់ពីអត្ថប្រយោជន៍និងគុណវិបត្តិអីទៅទេអញ្ចឹងវាអាចផ្ដល់ផលប៉ះពាល់ដល់យុវជនអញ្ចឹងតែយុវជនគឺជាកូនរបស់គាត់មិនសិនសូមឲ្យគាត់នឹងជួយដាស់តឿនក្រានរំលឹកថាកូនត្រូវប្រើទូរស័ព្ទបែបម៉េចកូនឯងកុំប្រើចេះចឹងទៅយើងត្រូវប្រើមកឆែកឯកសារវិញយើងកុំចំណាយពេលវេលានិយាយដល់អត់ប្រយោជន៍អីអញ្ចឹងសូមតែប៉ុណ្្នឹងទេខ្ញុំអរគុណបងបាទជាការពិតណាស់ជាមួយនឹងការប្រើប្រាស់ទូរស័ព្ទគឺវាមានគុណវិបត្តិក៏ដូចជាគុណសម្បត្តិផងដែរចំពោះគុណសម្បត្តិគឺយើងឃើញថាកុមារក៏ដូចជាប្រជាជនក៏ដូចជាយុវជនមួយចំនួនទូរស័ព្ទនេះគឺអាចផ្ដល់ចំណេះដឹងក្នុងការពួកគាត់ដូចថាឆែកអីវិញអញ្ចឹងទៅគឺអាចបង្កើតចំណេះដឹងក៏ដូចជាភាសាអង់គ្លេសឬក៏វិជ្ជាច្រើនផងដែរយើងឃើញថាមានគុណសម្បត្តិច្រើនជាមួយនឹងការប្រើប្រាស់ទូរស័ព្ទជាមួយនឹងកម្មវិធីរបស់យើងក៏បានឈានចូលទៅដល់ទីបញ្ចប់យើងក៏សូមថ្លែងអំណរគុណចំពោះបងបាទដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមជាមួយនឹងកម្មវិធីយុវវ័យទីនេះហើយកម្មវិធីរបស់យើងក៏បានបង្កើតជាវេទិកាពិភាក្សាដែលទាក់ទងទៅនឹងវិស័យឧស្សាហកម្មនិស្សិតកម្មអាចចូលបានក្នុងគេហទំព័រ www.khmaei.org ហើយកម្មវិធីរបស់យើងក៏សូមថ្លែងអំណរគុណដល់ពងពោះជំរាបពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាព្រមទាំងលោកជំទាវគតិប្រិបណ្ឌិតអរគុណទៅដល់អាយដាមអត់សំហេងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជនយុវនីតិសម្បទាអរគុណទៅដល់អង្គការ UNICEF ប្រចាំប្រទេសកម្ពុជាអង្គការ SKN នៃប្រទេសនេដាឡេសនិងអង្គការ Oxfam អាមេរិកដែលបានឧបត្ថម្ភដល់កម្មវិធីយុវវ័យនេះពីដើមរហូតមកបាទជាមួយកម្មវិធីរបស់យើងក៏បានឈានចូលដល់ទីបញ្ចប់អរគុណដល់ការតាមដានរបស់ប្រិយមិត្តទូរទស្សនិកជនសន្យាវិលជួបគ្នាសប្តាហ៍ក្រោយតាមពេលវេលានឹងមកដែរយើងខ្ញុំទាំងអស់គ្នាសូមអរគុណសូមជម្រាបលា